សួស្តីអ្នកគ្នាមកកាន់ Minecraft យើងម្ដងទៀតហើយដោយសារតែមួយថ្ងៃហ្នឹងដែរខ្ញុំបានធ្វើវីដេអូដល់អ្នកគ្នាទីតទេចុះឥឡូវនេះគឺយើងមកលេង Minecraft ទៀតហើយនៅទីសូត្រ C.3 ចុះដោយសារតែ C.2 គឺយើងបានសាងសង់ជាមួយនឹងទ្រុងសัตว์មួយបាទហើយនៅរដូវកាល C.3 នេះគឺខ្ញុំនឹងសាងសង់អ្វីបន្ថែមទៀតអ្នកគ្នាអាចមើលនៅក្នុងវីដេអូនេះខ្លួនឯងហើយឥឡូវនេះគឺយើងបានរកជាមួយនឹងខែវមួយដែលរៀងធំដែរដែលខ្ញុំចូលក្នុងហ្នឹងនិយាយរួមខ្ញុំរកបានច្រើនដែរហ្នឹងអ្នកគ្នាមានមាសមានដៃប៉ុន្តែនៅខែវហ្នឹងគឺខ្ញុំអង្គុយរកមាសរកពេជ្រនៅក្នុងហ្នឹងចឹងណាគ្នាដើម្បីបានរបស់យើងប្រើប្រាស់រៀងទំនើបជាងមុនចឹងទៅហើយនិយាយរួមណាខ្ញុំខ្ញុំសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលខ្ញុំបានឃើញមាសឃើញជាមួយនឹងស្អីគេនេះអីអស់ហ្នឹងដោយសារតែខ្ញុំចង់ប្រើពួកវាដើម្បីកាប់អីមួយចឹងវារៀងលឿនចឹងណាគ្នាជាពិសេសគឺដៃហើយនឹងខ្ញុំត្រូវការរកជាមួយនឹងហើយនឹងរក diamond អីផងដែរដើម្បីយកទៅកាប់ obsidian ណាគ្នាដោយសារតែខ្ញុំចង់ឆ្លងភពដើម្បីទៅឋាននរកដើម្បីទៅហូមមើលឈើទៅមើលអីចឹងដោយសារតែខ្ញុំត្រូវការពួកវាដើម្បីយកមកឌីក័រផ្ទះឬក៏ឌីក័រអីផ្សេងដើម្បីធ្វើវាស្អាតចឹងទៅហើយនៅក្នុងខែវមួយនេះគឺមាន zombie និងខ្មោចឆ្អឹងច្រើនដែរណាគ្នាគឺខ្ញុំលេងងាប់រហូតនិយាយរួមដល់ខា level អស់លេងអូខេចាឥឡូវគឺយើងឡើងមកលើវិញណាគ្នាដោយសារតែមិញខ្ញុំចោះក្រុមយើងមកយូរដែរដើម្បីទៅហៅរ៉ែមាសរ៉ែពេជ្ររ៉ែត្បូងអីយើងនៅក្នុងនោះចឹងទៅដើម្បីទៅលក់បានលុយហេចាឥឡូវនេះយើងមកប្រមូលផលស្រូវរបស់យើងសារតែវាទុំមកហើយចឹងគឺយើងមកប្រមូលផលវាមកខ្ញុំឆ្ងល់មកនេះដែរគឺស្រូវខ្ញុំគឺវាកម្រដោះខ្លាំងមែនតើយកទៅឲ្យគោស៊ីអីផងនិយាយរួមគឺវាតិចហ្មងណាគ្នាចឹងទៅក៏ខ្ញុំគិតថាបន្ថែមជាមួយចកាវាធំជាងនឹងទៅនិយាយរួមគឺខ្ញុំក្រោតជាមួយនឹងក្រោតអមតែនហើយជាមួយនឹងដលងស្វាយមួយនេះគឺខ្ញុំរែកជាមួយនឹងភូមិបានដលងមួយនឹងនិយាយរួមគឺខ្ញុំក្រោតខ្លាំងតែដោយសារតែក្រោតមួយនឹងគឺខ្ញុំបានមកពីzombieហើយបានតែមួយនឹងទៀតអញ្ចឹងទៅគឺខ្ញុំយកមកដាំដោះអញ្ចឹងណាគ្នាដោយសារតែខ្ញុំចង់មកបន្តពូជជាមួយនឹងនិយាយរួមនៅក្នុងទ្រុងរបស់ខ្ញុំហ្នឹងគឺមានដូចជាគោជៀមហើយនឹងមាន់ហើយគឺខ្ញុំនៅសល់ជ្រូកចំមួយទៀតគឺខ្ញុំចំឲ្យបាន4ក្បាលតែម្ដងហើយនៅពេលនេះដែរគឺខ្ញុំបានយកកធុងទឹកដើម្បីដួសទឹកសម្រាប់ស្មៅនៅខាងមុខពួនខ្សែដែលខ្ញុំធ្វើអញ្ចឹងទៅឲ្យវាបានលឿនអញ្ចឹងណាបើយើងអង្គុយវាយស្មៅមួយងំហើយហ្នឹងយូរដែរណាគ្នាហើយឥឡូវនេះខ្ញុំឃើញជាមួយនឹងភូមិ spawn មកអញ្ចឹងទៅគឺខ្ញុំមើលផ្សេងអញ្ចឹងណាចង់ដឹងថាវាលក់អីអញ្ចឹងទៅហើយឥឡូវនេះគឺខ្ញុំមានរបស់មួយដែលត្រូវទិញពីវាណាគ្នាអាចមើលនៅពេលដែលខ្ញុំទិញរបស់មួយហ្នឹងបានខ្ញុំដឹងថារបស់មួយហ្នឹងរបស់លបងគេហ្នឹងមិនថាយកវាធ្វើអីទេប៉ុន្តែខ្ញុំចេះទិញទៅព្រោះវាមានអីផ្សេងពីក្រអញ្ចឹងណាប៉ុន្តែខ្ញុំទិញទៅដូចអត់មានអីផងណាគ្នាធម្មតាពេលខ្ញុំយកទៅដាំហ្នឹងប៉ុន្តែវាបានអាហ្នឹងច្រើនដែរពេលខ្ញុំទិញមកពី villager មួយហ្នឹងគឺបានតែមួយប៉ុន្តែពេលខ្ញុំដាំទៅវាបានច្រើនចឹងគឺខ្ញុំដឹងថាដាំហ្នឹងគឺជាអីគេទេណាអ្នកអាចជួយកំណត់ខ្ញុំតិចផងបាទបន្ទាប់ពីហ្នឹងគឺខ្ញុំមកសម្អាតដីកន្លែងគៀនផ្ទះខ្ញុំព្រោះសារតែខ្ញុំចង់សាងសង់អីបន្ថែមទៀតនៅកន្លែងគៀនហ្នឹងអញ្ចឹងណាគ្នាឥឡូវនេះគឺមេចាប់ដើមនឹងហើយគឺខ្ញុំបានដើរចូលផ្ទះព្រោះតែខ្ញុំអត់ចង់ជួបជាមួយនឹងពួក zombie ហើយនឹង creeper និងខ្មោចឆ្អឹងនោះទេអញ្ចឹងគឺខ្ញុំបានចូលក្នុងផ្ទះដើម្បីរកមើលអីបន្ថែមហើយគឺខ្ញុំចូលដីតែម្ដងព្រោះតែផឹកស្អែកគឺខ្ញុំនឹងជីកដីកន្លែងដែរបន្ថែមទៀតនៅផឹកឡើងនោះគឺខ្ញុំបានយកឆ្អឹងបំលាយវាជាជីដើម្បីយកទៅបដោះជាមួយនឹងដើមមួយនេះដែលខ្ញុំបានទិញពី villager ដែលខ្ញុំបានប្រាប់អ្នកគ្នាមិញហ្នឹងចា៎ណាអ្នកអាចមើលទៅតាមវីដេអូហ្នឹងបានខ្ញុំមិនដឹងថាដើមហ្នឹងគឺវាជាដើមអ្វីទេប៉ុន្តែពេលខ្ញុំដាក់ជាមួយនឹងជីទៅគឺវាដោះបានច្រើនទៅអញ្ចឹងណាអ្នកដែលគាត់ស្គាល់ដើមហ្នឹងហើយវាមានអត្ថប្រយោជន៍អីណាអ្នកប្រាប់ខ្ញុំផងព្រោះ villager វាមិនលក់តរបស់អត់ប្រយោជន៍យើងទេប៉ុន្តែខ្ញុំមានអារម្មណ៍មួយថាពេលខ្ញុំបដោះវាហើយគឺវាបិទស្លឹកហើយងាប់ហ្មងវាថាដូចវាងាប់អញ្ចឹងណាពេលយើងកាប់យកអញ្ចឹងទៅគឺងាប់ដែរខ្ញុំដឹងថាហ្នឹងចង់មានថាមិនទេប៉ុន្តែនៅពេលដែលខ្ញុំដាំនៅហ្នឹងគឺខ្ញុំដាំនៅហ្នឹងរហូតខ្ញុំដឹងថាខ្ញុំយកទៅធ្វើអីទៀតទេបើអ្នកដឹងអ្នកអាចជួយខ្ញុំនៅក្នុង comment មួយនេះបន្តមកទៀតហ្នឹងគឺខ្ញុំបានយកការ៉ុតដែលខ្ញុំបានដាំហើយវារស់មកហ្នឹងគឺខ្ញុំបានយកវាចំដាំបន្ថែមទៀតអញ្ចឹងណាព្រោះតែយើងត្រូវការវាច្រើនដើម្បីយកទៅចំសัตว์ហើយខ្ញុំក៏បានពហិចការរបស់ខ្ញុំឲ្យកាន់តែធំជាងនឹងដែរដោយសារតែខ្ញុំចង់បានចការយ៉ាងធំហ្នឹងទៅខ្ញុំបានដោះអីលឿនអញ្ចឹងណាហើយនៅពេលទីទៀតហ្នឹងគឺខ្ញុំបានសាងសង់ចការមួយផងដែរសារតែទៅពេកខ្ញុំរងតែធ្វើអីគឺខ្ញុំមកជីករ៉ែនៅខាងក្រុមខែវដែលខ្ញុំបានរកឃើញរៀងធំមួយហ្នឹងអត់ចេះលេងសើចតែប៉ុណ្ណេះខ្លះជាអ្នកមានអ្នកគ្នាហើយនេះគឺជារ៉ែដែលខ្ញុំបានជីកមិញអ្នកគ្នាគឺបានប៉ុណ្ណឹងបន្ទាប់ពីទៅគឺខ្ញុំមកជីកថ្មរបស់អស់នេះដើម្បីយកមកឌីក័រឲ្យផ្សេងចឹងអ្នកគ្នាគឺខ្ញុំមានបំណងចង់សង់ឲ្យបន្ថែមទៀតហើយគឺខ្ញុំបានចូលខែវទី2ហ្នឹងគឺខ្ញុំបានរកបានប៉ុណ្ណេះទៀតមានអារម្មណ៍ថាសប្បាយខ្លាំងមែនតើអ្នកគ្នាតែម្ដុំនេះរូបខ្លួននេះខ្ញុំដៃទាំងអស់នៅក្នុងម្ដុំហ្នឹងគឺមាន9ដុំជាងអ្នកគ្នាគឺខ្ញុំដំបូងស្មានអីគេដែរតែអ្នកគ្នាវាចម្លែកដែរពេលឥឡូវតែឃើញលេខទី1ដែរ
ចឹងក៏ជីកយកមកចឹងណាទៅពេលដែលខ្ញុំបានចូលខែមួយហ្នឹងហើយខ្ញុំចុះទៅក្រុមនៅកន្លែងឡាវ៉ាហ្នឹងគឺមានសូប៊ីនិងខ្មោចឆ្អឹងជាច្រើននៅវាតាមមកស្លាប់ខ្ញុំហើយខ្ញុំងាប់នៅហ្នឹងមិនតិចទេណាគ្នាគឺ9ដងជារុំរបស់ខ្ញុំគឺតាក់ចូលឡាវ៉ាទាំងអស់ហ្មងគឺខ្ញុំស្ដាយខ្លាំងមែនតើប៉ុន្តែក៏មានរបស់ខ្លះគឺវាមិនទាន់ហូរចូលឡាវ៉ាផងដែរហើយដល់ហើយថាប្លុកដែលវាដែលចូលក្នុងឡាវ៉ាហើយគឺវាឆេះតិចអស់ហើយគឺវាអាចយកបានទេនៅកន្លែងនេះគឺខ្ញុំពោះចេញខ្លាំងមែនតើមកណាគ្នាគឺខ្ញុំបានបិឆោតឈប់ពីហ្នឹងហើយស្រាប់តែមានអីគឺខ្ញុំច្រឡំបិឆោតវាហ្នឹងចូលក្នុងទូដែលខ្ញុំបានដាក់កន្លែងនោះទៀតហើយនៅពេលហ្នឹង creeper វាមកទៀតអញ្ចឹងណាគ្នាក៏បាននៅកន្លែងនេះមួយទៀតទៅប៉ុន្តែកន្លែងហ្នឹងគឺខ្ញុំកាន់បន្ថែមដើម្បីយកទៅវាយជាមួយនឹង creeper ហ្នឹងឯងណាហើយប៉ុន្តែគឺខ្ញុំទៅដល់គឺខ្ញុំបែរថាខ្ញុំចុចវាអត់ទាន់អញ្ចឹងណាក៏បានស្លាប់វាហើយវាមកផ្ទុះចំផ្ទះខ្ញុំទៀតណាគ្នាឥឡូវនេះគឺខ្ញុំមកសាងសង់ផ្ទះខ្លួនឯងវិញបន្ទាប់ពីដេញដោតបិទដីរួចអីហើយគឺខ្ញុំមកដើររកជាមួយនឹងvillager ដែលវា spawn នៅនឹងហើយវាត្រូវការរបស់ប្រាប់របស់វាដែរអញ្ចឹងណាព្រោះខ្ញុំចង់បានជាមួយនឹងពេជ្រខ្វល់ស្អីគេព្រោះខ្ញុំចង់បានគ្រាប់អាពណ៌បៃតងហ្នឹងដើម្បីយកទិញអីបន្ថែមទៀតនៅពេលដែល villager វា spawn ហើយវាត្រូវការរបស់ណាដែលយើងត្រូវការអញ្ចឹងណាបន្ទាប់ពីខ្ញុំដូរជាមួយនឹងស្អីគេវានឹងហើយគឺខ្ញុំចូលទ្រុងសត្វដើម្បីដាក់ចំណីសត្វឲ្យសត្វស៊ីអញ្ចឹងណាគ្នានៅពេលដែលខ្ញុំដាក់ចំណីសត្វហើយហ្នឹងគឺខ្ញុំបានយកទៅដោះគោវាហ្នឹងដើម្បីយកលក់ឲ្យ villager ងើបប្រឡាក់ surprise ហើយមែនតើនិយាយរួម zombie មក surprise មកផ្ទះហ្មងណាតបមកហើយខ្ញុំក៏បានយកទៅដោះគោដែលខ្ញុំបានដុសបាន3ធុងហ្នឹងយកទៅលក់ឲ្យ villager ដើម្បីខ្ញុំបានជាមួយនឹងអាគ្រាប់ពណ៌បៃតងនេះខ្ញុំមិនស្គាល់ទេអាហ្នឹងគេខ្ញុំនិយាយថាខ្ញុំមិនស្គាល់ទេគឺខ្ញុំភ្លេចឈ្មោះបែបហ្នឹងបន្ទាប់ពីខ្ញុំ trading មួយ villager អីហើយខ្ញុំក៏បានឃើញឆ្កែមួយខ្ញុំបានដាក់ឲ្យចំណីទៅស្រាប់តែវាលក់បេះដូងមកមានន័យថាឆ្កែហ្នឹងគឺជារបស់យើងហើយអញ្ចឹងក៏ខ្ញុំបានហ៊ុនឆ្កែហ្នឹងដើម្បីចូលផ្ទះខ្ញុំអញ្ចឹងណាគ្នានិយាយរួមនៅខាងក្រៅក៏ខ្ញុំសានឆ្កែនៅខាងក្នុង Minecraft ក៏ខ្ញុំសានឆ្កែផងដែរកាលមុនចាប់ឆ្កែបាន2ក្បាលដើម្បីយកវាមិនចំតែគឺវាអត់នៅមួយខ្ញុំនោះទេបន្ទាប់ពីចាប់ឆ្កែចាប់ពេលរួចហើយខ្ញុំក៏បានសាងសង់ជាមួយនឹងរោងចក្ររបស់យើងដោយសារតែខ្ញុំបានប្រាប់បងប្អូនអរគ្នាហើយ
ឥឡូវនេះគឺយើងបានសាងសង់ជាមួយនឹងរោងចក្ររបស់យើងរួចហើយសម្រាប់បងប្អូនអរគ្នាខ្ញុំគិតថាវាមិនស្អាតណាស់ណាយទេព្រោះជាការសាងសង់របស់ខ្ញុំនេះគឺលក្ខណៈបែបលឿនៗអញ្ចឹងណាគ្នាក៏ដោយសារតែខ្ញុំយកបែបធម្មតាខ្ញុំមិនសូវចេះសាងសង់ឲ្យប្រហែលនោះទេអញ្ចឹងបងប្អូនអរគ្នាមើលតាមនឹងទៅហើយវីដេអូយើងក៏ឈានចូលដល់ទីបញ្ចប់ផងដែរហើយខ្ញុំសូមប្រាប់បងប្អូនអរគ្នាថានេះគឺជាការបញ្ចូលសលេងរបស់ខ្ញុំថ្មីនិយាយរួមគឺបាត់ឡើង2ខែជាងមកខ្ញុំបញ្ចូលសលេងថ្មីណាគ្នានិយាយរួមវីដេអូនេះគឺខ្ញុំកាត់តាំងពីថ្ងៃទី14ខែ5ឆ្នាំ2026អញ្ចឹងឥឡូវនេះគឺខ្ញុំបានបញ្ចូលសលេងម្ដងទៀតហ្នឹងគឺថ្ងៃទី17ខែ7ឆ្នាំ2026និយាយរួមគឺ2ខែណាគ្នាហើយណាហើយគាត់ថាខ្ញុំបញ្ចូលសលេងបានយូរម៉ែនិយាយរួមវីដេអូហ្នឹងគឺខ្ញុំចង់បញ្ចូលសលេងតែមួយថ្ងៃពេញក៏បានដែរព្រោះដោយសារតែខ្ញុំម្នាក់នេះដល់ថាខ្ញុំបានចូលធ្វើការធ្វើអញ្ចឹងទៅខ្ញុំមានពេលក្នុងការធ្វើវីដេអូអ្នកគ្នាមើលទៅសង្ឃឹមថាបងប្អូនអរគ្នាកុំប្រកាន់ខ្ញុំចោលចុះវីដេអូនេះគឺចាប់ពីធំហ្នឹងហើយក៏បងប្អូននឹងតាមដានក្នុងវីដេអូនេះបាយបាយ